សម្ដេចតេជោហ៊ុនសែនអំពីនេះដល់កងកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបានផ្ញើសារទៅកាន់កងកម្លាំងជួរមុខទាំងអស់ដោយសម្ដេចបានអំពាវនាវដល់កងកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិលមិញយប់មិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏បានបញ្ជាក់ឲ្យដឹងដែរថាបន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននីតិហ៊ានពលទាហានយល់ដឹងគ្រប់គ្នាជាមួយគ្នានេះសម្ដេចតេជោក៏សូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពសម្ដេចតេជោហ៊ុនសែនក៏បានឲ្យដឹងដែរថាសម្ដេចបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីរួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកងកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានសម្ដេចក៏សូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបសម្ដេចបាននិងសូមឲ្យកីឡាករកីឡាការិនីដែលទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា